Chà,សូមជម្រាបសួរទៅកាន់លោកគ្រូអ្នកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយណែនាំតាក់ទងជាមួយនឹងការប្រើប្រាស់ថ្នាបឋម PHP នៅលើទូរស័ព្ទដៃចាហើយការប្រើប្រាស់លើទូរស័ព្ទដៃទៀតសោតយើងប្រើនៅលើ browser តែម្ដងចាយើងពុំចាំបាច់ download កម្មវិធីយកមកប្រើប្រាស់ទេហើយវីដេអូក្រោយខ្ញុំនឹងដាក់ចូលរបៀប download កម្មវិធីយកមកប្រើប្រាស់នៅលើទូរស័ព្ទដៃប៉ុន្តែវីដេអូនេះខ្ញុំសូមជូនតាក់ទងជាមួយនឹងការប្រើប្រាស់លើ browser តែម្ដងចាអញ្ចឹងជាដំបូងលោកគ្រូអ្នកគ្រូចូលទៅកាន់ Google Search ចាហើយវាយពាក្យថា PLP ចាបន្តមកទៀតលោកគ្រូអ្នកគ្រូឃើញផ្ទាំងមួយនេះលោកគ្រូអ្នកគ្រូចុចទៅលើផ្ទាំងនេះទៅចាហើយលោកគ្រូអ្នកគ្រូនឹងឃើញពាក្យថាចូលគណនីចាអញ្ចឹងលោកគ្រូអ្នកគ្រូចុចលើពាក្យចូលគណនីនេះទៅចានៅត្រង់កន្លែងនេះខ្ញុំសូមបញ្ជាក់ជូនលោកគ្រូអ្នកគ្រូផងដែរថាឈ្មោះអ្នកប្រើប្រាស់ក៏ដូចជាលេខកូដសម្ងាត់នេះបើសិនជាលោកគ្រូអ្នកគ្រូជាគ្រូបរិញ្ញាបត្រហើយគឺយើងនឹងទទួលបានឈ្មោះក៏ដូចជាពាក្យសម្ងាត់នេះពីខាងយុវដ្ឋានដែលគាត់ពាក់ព័ន្ធឬមួយចេញពីគណៈគ្រប់គ្រងសាលាដែលគាត់បានផ្ដល់ជូនចាហើយសម្រាប់សិស្សានុសិស្សទៀតគឺគាត់ត្រូវបានបង្កើតដោយគ្រូរបស់គាត់ផ្ទាល់នៅតាមថ្នាក់ឬមួយក៏គាត់អាចនឹងទទួលឈ្មោះអ្នកប្រើប្រាស់ហ្នឹងដោយលោកគ្រូអ្នកគ្រូរបស់គាត់ផ្ទាល់តែម្ដងឬក៏ក្នុងករណីខ្លះគាត់អាចនឹងប្រើ QR code សម្រាប់ scan ចូលទៅប្រើប្រាស់ថ្នាល PLP នេះតែម្ដងចាអញ្ចឹងយើងដាក់ឈ្មោះយើងមកចាចាបន្ទាប់មកលេខកូដសម្ងាត់របស់យើងចាហើយយើងចុចទៅចាមកដល់ត្រង់នេះលោកគ្រូអ្នកគ្រូចុចនៅលើឈ្មោះរបស់លោកគ្រូអ្នកគ្រូចាហើយយើងមានលេខកូដសម្ងាត់មួយតង់ទៀតចាអញ្ចឹងលោកគ្រូបញ្ចូលលេខកូដសម្ងាត់មួយតង់ទៀតទៅចាមកដល់ត្រង់ចំណុចនេះគឺលោកគ្រូអ្នកគ្រូបានចូលទៅក្នុងថ្នាល PLP នេះហើយចាគឺលោកគ្រូអ្នកគ្រូចូលបានដោយជោគជ័យហើយចាសូមអរគុណហើយវីដេអូយើងមានតែប៉ុណ្្នឹងយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតបាយបាយ